បើសិនជាមានថ្ងៃណាមួយអ្នកទាំងគ្នាបានទៅដើរលេងកន្លែងណាឆ្ងាយៗហើយបានចូលស្នាក់នៅក្នុងសន្តាគារហើយគិតថាសន្តាគារគេហ្នឹងគឺ clean ស្អាតល្អប្រណិតភ្លើងសតុនហើយគួរឲ្យយើងចង់រស់នៅអីចឹងប៉ុន្តែថ្ងៃហ្នឹងក៏អាចខ្លាចជាថ្ងៃដែលអ្នកទាំងគ្នាបាត់សក់បានផងដែរថ្ងៃហ្នឹងខ្ញុំនឹងនាំអ្នកទាំងគ្នាមកស្គាល់សន្តាគារខ្មោចដែលល្បីបំផុតជាងគេទាំង5នៅលើពិភពលោកទី1នោះគឺ Stanley Hotel គឺជាសន្តាគារខ្មោចដ៏ល្បីបំផុតមួយរបស់សហរដ្ឋអាមេរិកដោយសន្តាគារនេះស្ថិតនៅទីក្រុង Estes Park រដ្ឋ Colorado សហរដ្ឋអាមេរិកត្រូវបានសាងសង់ក្នុងឆ្នាំ1909អ្នកទាំងគ្នានិងជាសន្តាគារប្រណិតដ៏ល្បីល្បាញបំផុតមួយនៅក្នុងពិភពលោកគេល្បីថាសន្តាគារនេះគឺជាសន្តាគារខ្មោចហ្នឹងគឺដោយសារតែនៅឆ្នាំ1974 Stephen King បានមកស្នាក់នៅទីនេះជាមួយនឹងភរិយារបស់គាត់ហើយនៅពេលដែលគាត់បានសម្រានលងលក់គាត់បានយល់សប្តិឃើញកូនប្រុសរបស់គាត់ត្រូវបានរត់គេចចេញពីអ្វីមួយដែលគួរឲ្យខ្លាចនៅក្នុងសន្តាគារហ្នឹងអញ្ចឹងអ្នកទាំងគ្នាតពីគាត់បានត្រឡប់ទៅផ្ទះវិញគាត់ក៏បានសរសេរប្រឡោមលោកមួយដែលមានឈ្មោះថា The Shining ដែលក្រោយមកខ្លាចជាស្នាដៃដ៏ភ័យរន្ធត់ល្បីបំផុតមួយនៅក្នុងពិភពលោកហើយមិនមែនមានតែប៉ុណ្្នឹងទេអ្នកទាំងគ្នាភ្ញៀវដែលមកស្នាក់នៅក្នុងសន្តាគារហ្នឹងបាននិយាយស្តៀងគ្នាថាពេលដែលពួកគាត់គេហ្នឹងពួកគាត់យល់សប្តិឃើញអ្វីមួយដែលចម្លែកហើយគួរឲ្យខ្លាចមែនទែនហើយពេលខ្លះក៏ឮសំឡេងចាណូលេងដោយខ្លួនឯងពេលខ្លះក៏ឮបន្ទប់ជាប់នឹងសំឡេងទ្វារហ្នឹងបិទបើកដោយខ្លួនឯងផងដែរហើយអ្នកខ្លះវិញអះអាងថាបានឃើញខ្មោចទៀតផងទី2នោះគឺ Banff Springs Hotel គឺជាសន្តាគារនៅឯប្រទេសកាណាដាសន្តាគារនេះគេហៅថាសន្តាគារកូនក្រមុំខ្មោចដែលស្ថិតនៅក្នុងឧទ្យានជាតិ Banff ខេត្ត Alberta ប្រទេសកាណាដាដោយសារតែរូបរាងរបស់សន្តាគារនេះគឺមើលទៅដូចជាប្រាសាទបុរាណនិងស្ថិតនៅកណ្ដាលភ្នំ Rocky Mountain វាត្រូវបានគេហៅថា Castle in the Rockies ដោយរឿងល្បីបំផុតរបស់សន្តាគារហ្នឹងគឺមានកូនក្រមុំវ័យក្មេងម្នាក់បានរៀបការនៅក្នុងសន្តាគារនេះអ្នកនរគ្នាបន្ទាប់ពីពិធីមង្គលការនាងបានដើរចុះតាមជណ្ដើរធំដើម្បីថតរូបជាមួយនឹងភ្ញៀវប៉ុន្តែសម្ពុតអាពាហ៍ពិពាហ៍របស់នាងក៏បានជាប់ជាមួយនឹងជណ្ដើរហើយធ្វើឲ្យនាងដួលហើយស្លាប់ដោយសោកនាដកម្មបំផុតហើយចាប់តាំងពីពេលនោះមកគឺភ្ញៀវនិងបុគ្គលិកជាច្រើនបានអះអាងថាពួកគេបានឃើញស្ត្រីម្នាក់ស្លៀករ៉ូបអាពាហ៍ពិពាហ៍ពណ៌សហើយឈរនៅលើជណ្ដើរទិសដៅយឺតៗនៅក្នុងសាលធំអ្នកនរគ្នាពេលខ្លះនាងបានបង្ហាញខ្លួនតែមួយផ្លែតហើយក៏បាត់ទៅវិញមុនពេលអ្នកណាម្នាក់អាចដើរទៅជិតនាងបានហើយក្រៅពីកូនក្រមុំហ្នឹងក៏មានអតីតបុគ្គលិកម្នាក់ដែលគាត់បានស្លាប់អស់រយៈពេលជាច្រើនឆ្នាំហើយទោះបីជាគាត់បានស្លាប់ហើយក៏ដោយក៏ភ្ញៀវខ្លះអះអាងថាបានឃើញបុរសស្លៀកឯកសណ្ឋានបុគ្គលិកជួយកាន់អីវ៉ាន់អ្នកនរគ្នាឬបើកទ្វារជណ្ដើរយន្តឲ្យពួកគេប៉ុន្តែនៅពេលដែលពួកគេងាកទៅអរគុណគាត់ក៏បានបាត់ខ្លួនដោយគ្មានដានទេទី3នោះគឺ Hotel del Coronado គឺជាសន្តាគារដ៏ប្រណិតមួយនៅឯសហរដ្ឋអាមេរិកត្រូវបានគេជឿថាមានខ្មោចរស់នៅជាង130ឆ្នាំមកហើយនៅឆ្នាំ1892នារីវ័យក្មេងម្នាក់ឈ្មោះថា Kate Morgan បានប្រទះឃើញស្លាប់នៅជណ្ដើរទៅឆ្នេរក្បែរសន្តាគារអ្នកនរគ្នាមូលហេតុនៃការស្លាប់របស់នាងនៅតែជាអាចកំបាំងនៅឡើយហើយចាប់តាំងពីពេលនោះមកភ្ញៀវនិងបុគ្គលិកមួយចំនួនបានរាយការណ៍ថាពួកគេបានឃើញស្រមោលនារីម្នាក់ហ្នឹងស្លៀកឈុតខ្មៅដើរតាមច្រកនៅខាងក្រៅសន្តាគារឮសំឡេងជំហាននៅពេលយប់និងឃើញភ្លើងបិទបើកដោយខ្លួនឯងផងដែរហើយរហូតមកដល់សប្តាហ៍ថ្ងៃសន្តាគារនេះនៅតែជាសន្តាគារដ៏ល្បីបំផុតមួយហើយរឿងរបស់ Kate Morgan ហ្នឹងនៅតែធ្វើឲ្យអ្នកទេសចរជាច្រើនចង់ទៅស្វែងរកការពិតដោយខ្លួនឯងទី4នោះគឺ First World Hotel គឺជាសន្តាគារដ៏ធំបំផុតមួយក្នុងពិភពលោកដែលត្រូវបានមនុស្សមួយចំនួនចាត់ទុកថាជាកន្លែងមានរឿងអាថ៌កំបាំងជាច្រើនបំផុតនៅឯប្រទេសម៉ាឡេស៊ីសន្តាគារ First World Hotel នេះគឺស្ថិតនៅតំបន់ Genting Highland អស់រយៈពេលជាច្រើនឆ្នាំមានភ្ញៀវនិងបុគ្គលិកខ្លះបានរាយការណ៍ថាពួកគេបានឮសំឡេងចម្លែកនៅពេលយប់ហើយឃើញស្រមោលមនុស្សនៅក្នុងសន្តាគារហ្នឹងនិងមានអារម្មណ៍ថាដូចជាមានអ្នកតាមមើលជានិច្ចតែម្ដងហើយបើទោះបីជាអត់មានភស្តុតាងបញ្ជាក់ថាមានខ្មោចពិតក៏ដោយក៏រឿងរ៉ាវទាំងនេះបានធ្វើឲ្យ First World Hotel ហ្នឹងក្លាយជាសន្តាគារមួយដែលគេនិយាយអំពីរឿងខ្មោចច្រើនបំផុតនៅឯប្រទេសម៉ាឡេស៊ីទី5គឺ The Queen Mary Hotel នៅឯសហរដ្ឋអាមេរិកនាវា Queen Mary ត្រូវបានសាងសង់នៅឆ្នាំ1936អ្នកនរគ្នាហើយធ្លាប់ជានាវាដឹកអ្នកដំណើរដ៏ល្បីរបស់ប្រទេសអង់គ្លេសមុននឹងក្លាយជាសន្តាគារអណ្ដែតលើទឹកនៅឯរដ្ឋ California អស់រយៈពេលជាច្រើនឆ្នាំភ្ញៀវនិងបុគ្គលិកមួយចំនួនបានរាយការណ៍ថាពួកគេបានឮសំឡេងជំហាននៅច្រកផ្លូវដើរហើយអ្នកខ្លះទៀតក៏បានឮសំឡេងក្មេងសើចនៅជិតអាងហែទឹកដែលបិទអត់ដែលប្រើតតែសោះខ្លះវិញទៀតក៏បាននិយាយថាឃើញស្រមោលមនុស្សស្លៀកឯកសណ្ឋានចាស់ៗទោះបីជាអត់មានភស្តុតាងវិទ្យាសាស្ត្របញ្ជាក់ថាជាខ្មោចពិតក៏ដោយក៏ Queen Mary នឹងនៅតែត្រូវបានគេចាត់ទុកថាជាកន្លែងដែលមានខ្មោចលងដ៏ល្បីបំផុតមួយនៅក្នុងពិភពលោកចាសសម្រាប់អ្នកទាំងគ្នាវិញចង់ស្នាក់នៅសន្តាគារមួយណាដែរសូមខមមិននៅខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងគ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក